ទីក្រុងយូកូហាម៉ាបានរៀបចំសន្និសីទ Asia Smart City Conference នៅខែតុលាវាមានគោលបំណងចែករំលែកចំណេះដឹងបទពិសោធន៍និងចក្ខុវិស័យនៃសង្គមបៃតងប្រកបដោយនិរន្តរភាពដើម្បីជំរុញវិស័យអាជីវកម្មថ្មីត្រូវបានចែករំលែករវាងប្រទេសអាស៊ីនិងអ្នកចូលរួមដទៃទៀតភាគច្រើនមកពីប្រទេសហ្វីលីពីននិងឥណ្ឌូនេស៊ីចូលរួមក្នុងសន្និសីទទីក្រុងឆ្លាតវៃអាស៊ីតាមរយៈព្រឹត្តិការណ៍នេះយើងចង់ចូលរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនៅវត្តមានរបស់ទីក្រុងយូកូហាម៉ានៅក្នុងសហគមន៍អន្តរជាតិឆ្ពោះទៅកាន់ TICAD 9 និង Green Expo 2027នៅក្នុងសន្និសីទនេះទីក្រុងអាស៊ីទីភ្នាក់ងាររដ្ឋាភិបាលទីភ្នាក់ងារអន្តរជាតិនិងក្រុមហ៊ុនឯកជនចំនួន50បានចូលរួមយើងធ្វើការយ៉ាងជិតស្និទ្ធជាមួយទីក្រុងយូកូហាម៉ាយើងកំពុងធ្វើការរួមគ្នាលើបញ្ហាទាក់ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធជុំវិញអាស៊ីយើងបន្តទទួលស្គាល់អាស៊ីជាទីផ្សារសំខាន់របស់យើងចង់បន្តកិច្ចសហប្រតិបត្តិការជាមួយនឹងការខិតខំប្រឹងប្រែងរបស់ទីក្រុងយូកូហាម៉ាជាមួយទីក្រុងអាស៊ីដោយផ្អែកលើកិច្ចព្រមព្រៀងនៃទីក្រុងយូកូហាម៉ានិងអូដេសានៃអ៊ុយក្រែនស្ថាប័នអ៊ុយក្រែនបានរៀបចំស្តង់ឧទាហរណ៍ពីយូកូហាម៉ាទៅជាទីក្រុងបៃតងដើម្បីក្លាយជាទីក្រុងឆ្លាតវៃខ្ញុំរំភើបចិត្តថាផ្លូវស្អាតនោះហើយជារបៀបដែលយើងចង់បានដូចគ្នាយើងចង់បានខ្យល់អាកាសបរិសុទ្ធខ្លាំងណាស់ទីក្រុងយូកូហាម៉ារៀបចំការប្រជុំយុវជនឆ្ពោះទៅរកពិព័រណ៍បៃតងឆ្នាំ2027យើងបានចាប់ផ្ដើមដោយការព្យាយាមស្វែងរកធាតុទេសចរយូកូហាម៉ាថ្មីយើងកំពុងគិតក្នុងការបង្កើត hamburger ពណ៌បៃតងដោយប្រើសាច់យូកូហាម៉ានៅពេលអនាគតយើងសង្ឃឹមថានឹងណែនាំ hamburger ពណ៌បៃតងរបស់យូកូហាម៉ាទូទាំងពិភពលោកនៅក្នុងពិព័រណ៍បៃតងឆ្នាំ2027 Through active participation តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងសន្និសីទទីក្រុងឆ្លាតវៃអាស៊ីនិងវេទិកាអន្តរជាតិនិងបណ្ដាញនានាយើងបដិញ្ញាក្នុងការចូលរួមចំណែកដល់អនាគតបៃតងប្រកបដោយនិរន្តរភាពតាមរយៈសកម្មភាពនៃសន្និសីទនេះ TICAD និងពិព័រណ៍បៃតង2027ទីក្រុងយូកូហាម៉ានឹងរួមចំណែកក្នុងការបង្កើនទីក្រុងឆ្លាតវៃទូទាំងពិភពលោកក្រុមហ៊ុន JFE Engineering ដែលជាក្រុមហ៊ុនវិស្វកម្មឈានមុខគេនៅក្នុងប្រទេសជប៉ុនបានចូលរួមនៅក្នុងការសាងសង់រោងចក្រកាកសំណល់ទៅជាថាមពលរោងចក្រថាមពលប្រេងនិងឧស្ម័នបំពង់បង្ហូរប្រេងស្ពានហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតទាំងក្នុងស្រុកនិងក្រៅស្រុកគម្រោងក្រៅប្រទេសដំបូងរបស់ JFE Engineering Group នៅក្នុងវិស័យគ្រប់គ្រងកាកសំណល់គឺនៅប្រទេសម៉ាឡេស៊ីវាបានចាប់ផ្ដើមដោយការយល់ព្រមពីរដ្ឋាភិបាលក្នុងខែកក្កដាឆ្នាំ2024JNT Berjaya Alam Muni គឺជាក្រុមហ៊ុនរួមគ្នាដែលរួមមានក្រុមហ៊ុនម៉ាឡេស៊ី NASA Enviro Holding JNT Recycling Corporation of Japan និង JFE Engineering Malaysia វាមានគោលបំណងអនុវត្តការអភិវឌ្ឍនិងការគ្រប់គ្រងនៃមជ្ឈមណ្ឌលព្យាបាលកាកសំណល់តាមកាលវិភាគប្រកបដោយនិរន្តរភាពម៉ាឡេស៊ីវារួមបញ្ចូលទាំងការទទួលការព្យាបាលនិងការចោលដូចជា clinic កាកសំណល់ពុលនិងគ្រោះថ្នាក់ដែលកើតចេញពីបរិក្ខារពេទ្យនិងឧស្សាហកម្មផ្សេងៗទូទាំងប្រទេសម៉ាឡេស៊ីវាកំពុងសម្រេចបាននូវការអនុវត្តសេដ្ឋកិច្ចរាងជារង្វង់តាមរយៈបច្ចេកទេសកម្ដៅឡើងវិញដើម្បីដំណើរការដុតកម្ដៅត្រូវបានប្រើប្រាស់ដោយកន្លែងសម្ងួតរួមចំណែកដល់ការកែច្នៃកម្ដៅដោយកាត់បន្ថយសំណើមនៃកាកសំណល់កន្លែងនេះជាឡដុតសម្រាប់ព្យាបាលកាកសំណល់គ្រោះថ្នាក់និងវិជ្ជសាស្ត្រវាជាប្រភេទឡដុតដែលប្រើដោយសជីវកម្ម JNT Recycling ហើយមានសមត្ថភាពកែច្នៃកាកសំណល់បាន70តោនក្នុងមួយថ្ងៃនិង20000តោនក្នុងមួយឆ្នាំក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះកាកសំណល់ឧស្សាហកម្មបាននៅកំពុងបង្កការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរក្នុងប្រទេសម៉ាឡេស៊ីវិស្វកម្ម JFE ធានាកាកសំណល់ត្រូវបានព្យាបាលយ៉ាងត្រឹមត្រូវតាមស្តង់ដារការបំភាយខ្យល់NASA Enviro ដំណើរការ Ocean Bukit Taga Enviro ទំហំ659ហិកតាដែលជាកន្លែងចាក់សម្រាមអនាម័យឈានមុខគេរបស់ម៉ាឡេស៊ីនិងសួនអេកូឡូស៊ីលំដាប់កំពូលជាមួយនឹងការផ្ដោតយ៉ាងសំខាន់លើទំនួលខុសត្រូវបរិស្ថាន NASA Enviro ត្រៀមខ្លួនជាស្រេចដើម្បីដឹកនាំវិស័យគ្រប់គ្រងកាកសំណល់របស់ប្រទេសម៉ាឡេស៊ី
and JFE Group in the future. ជាមួយនឹងភាពខ្លាំងរបស់ JFE Group និងសមត្ថភាពបច្ចេកវិទ្យាទំនើប JBAM នឹងបន្តចូលរួមក្នុងគម្រោងអន្តរជាតិនិងរួមចំណែកដល់ការសម្រេចបាននូវសង្គមប្រកបដោយនិរន្តរភាព។